វិបាយវិទូចែកចាយវិទូខ្ញុំសូមលោកគ្រូសម្រួលចាត់ថាថាជាមួយខ្ញុំទីដែរអរព្រមវេដាដែលគុំនៅគោសានសុខភូមិផុតទៅសូមឲ្យប្រមាណគុំនៅជាមួយលោកគ្រូគុំទាំងអស់គ្នានៅទីនេះវេដាមួយសូមប្រមាណប្រទានបញ្ញាដល់គូសម្រាប់ការចែកចាយវិទូដើម្បីឲ្យគូដើម្បីឲ្យបងប្អូនទូគុំទាំងអស់គ្នាបានយល់ហើយបានជួបជាតិនៅក្នុងដួងចិត្តរបស់គេម្នាក់ៗវេដាសូមអរគុណគូសូមថ្វាយគុំទាំងអស់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែននៅក្នុងពេលនេះខ្ញុំមានខគម្ពីរខ្លីសម្រាប់មកចែកចាយដល់លោកអ្នកគ្រូគឺខ្ញុំលើកយកគម្ពីរយូហាន15ខ18និងខ19ហើយយូហាន15ខ18 19អញ្ចឹងអ្នកគ្រូមានគម្ពីរសម្បត្តិទីតមួយនឹងខ្ញុំអញ្ចឹងខ្ញុំសូមអានខគម្ពីរទាំងស្រុងជូនដល់លោកអ្នកគ្រូបើសិនជាលោកីស្អប់អ្នករាល់គ្នានោះអ្នករាល់គ្នាដឹងហើយថាគេបានស្អប់ខ្ញុំជាមុនខ19បើអ្នករាល់គ្នាជារបស់ផងលោកីនោះលោកីនឹងស្រឡាញ់អ្នករាល់គ្នាតែដោយព្រោះខ្ញុំបានរើសចេញពីលោកីមកហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីទៀតនោះបានជាលោកីស្អប់អ្នករាល់គ្នាវិញអាមែនបាទបាទអរគុណព្រះអង្គក្នុងខគម្ពីរនេះខ្ញុំសូមបកស្រាយខ្លះសម្រាប់ចែកចាយដល់លោកគ្រូមានន័យថាមិនខ18នេះអង្គចង់ប្រាប់ថាយើងទាំងខ្ញុំផងដែរទាំងលោកគ្រូព្រះបានរើសយើងចេញពីលោកីមកហើយមានន័យថាយើងទាំងអស់គ្នាជាកូនរបស់អង្គជាស្រេចដោយសារព្រះអង្គបានរើសចេញពីលោកីហើយអ្វីដែលគេស្អប់យើងមិនមែនស្អប់យើងដែរលោកីគេស្អប់ព្រះនាមព្រះអង្គបាទពីព្រោះហេតុអីគេស្អប់ដល់ព្រះនាមព្រះអង្គដោយសារអរិយសតាំងវាអត់ចូលចិត្តនឹងព្រះអង្គទេវាតែងតែមានភាពចម្រុងចម្រាស់ជាមួយនឹងព្រះដែលយើងដោយសារហេតុនេះហើយបានយើងទាំងអស់គ្នានេះដោយសារប្រគុណរបស់ព្រះអង្គអង្គបានរើសយើងចេញពីព្រះចេញពីលោកីដើម្បីឲ្យយើងមកខ្លាចទៅជាកូនព្រះអាមែនដូច្នេះលោកគ្រូហើយនឹងខ្ញុំយើងទាំងអស់គ្នាចាប់ពីពេលនេះរហូតដល់ថ្ងៃបញ្ចប់នៅផែនដីដែលព្រះអង្គនឹងយើងមកជាលើកទី2យើងត្រូវរួមដើម្បីបំពេញនៅផនកិច្ចរបស់ព្រះអង្គដើម្បីរកគោលដៅសម្រាប់សម្រេចនៅគោលដៅរបស់យើងម្នាក់ថ្វាយដល់ព្រះអង្គអាមែនបាទនេះជារឿងមួយដែលសំខាន់សម្រាប់យើងម្នាក់គួរតែដឹងថាសូម្បីខគម្ពីរនេះស្រាលមែនប៉ុន្តែវាមានអត្ថន័យបង្កប់ជ្រៅបំផុតសម្រាប់ខ្លួនយើងម្នាក់បាទហើយខបន្ត19នេះប្រាប់ថាបើអ្នករាល់គ្នាជារបស់ផងលោកីនោះលោកីនឹងស្រឡាញ់អ្នករាល់គ្នាបាទមែនអាមែនបើសិនជាយើងមិនបានព្រះអង្គរើសចេញពីលោកីទេលោកីគេនឹងស្រឡាញ់យើងគេមិនស្អប់យើងទេមែនទេគេនឹងស្រឡាញ់យើងគេនឹងពុកបង្កើនយើងដើម្បីមកចូលទៅក្នុងអន្តៈផ្លូវបាបក៏ប៉ុន្តែយើងនឹងថាលោកីជាស្រឡាញ់មួយដល់បាបជាប្លុកបាបធំបំផុតនៅពេលណាឯងស្អីក៏មានដែរប៉ុន្តែបើប្រគុណនៃព្រះអង្គយើងទាំងអស់គ្នាទាំងលោកគ្រូខ្ញុំផងដែរអរគុណព្រះអង្គដែលព្រះអង្គបានរើសយើងចេញពីលោកីដើម្បីឲ្យយើងខ្លាយទៅជាកូនព្រះអង្គដើម្បីឲ្យយើងមានតួនាទីបម្រើព្រះអង្គដោយសុចរិតដោយសុចរិតបាទអញ្ចឹងអរគុណព្រះអង្គដែលយើងបានខ្លាយទៅជាកូនព្រះអង្គហើយយើងមាននៅថ្ងៃនេះក៏ដោយសារព្រះអង្គអញ្ចឹងទាំងអស់គ្នាលោកគ្រូនិងខ្ញុំផងដែរអ្វីដែលយើងបានទទួលនៅការសង្គ្រោះពីព្រះគឺមានអត្ថន័យធំធេងសម្រាប់ជីវិតគ្រួសារលោកគ្រូហើយនិងខ្ញុំផងដែរអាមែនប្រែคล้ายទៅជាទីមុនយើងធ្លាប់តែមានការរស់នៅក្នុងសង្គមដែលក្នុងលោកីធ្លាប់តែកាប់សម្លាប់គេធ្លាប់តែផឹកស្រាធ្លាប់តែជីប្រមាថគ្នាធ្លាប់តែឆ្លោះគ្នាពុកមិនស្គាល់កូនកូនមិនស្គាល់ឪពុកដែរបាទប៉ុន្តែដោយសារប្រគុណនៃព្រះអង្គអាមែនមករើសសម្លាប់ហើយយើងខ្លាចទៅជាមនុស្សល្អខ្លាចទៅជាមនុស្សដែលសុចរិតត្រឹមត្រូវបើអសង្គមរងអាឃើញទេនេះជារឿងមួយសំខាន់ដែលលោកគ្រូនឹងយល់អំពីផលប្រយោជន៍នៃការដើរតាមផ្លូវរបស់ព្រះអង្គអាមែនអញ្ចឹងអរគុណព្រះអង្គយើងស្គាល់ថាយើងជាកូនរបស់ព្រះអង្គអញ្ចឹងដើម្បីជំរុញទឹកចិត្តដល់លោកគ្រូអ្នកគ្រូផងដែរនិងខ្ញុំនៅពេលដែលយើងមក
សិក្សានឹងវិទ្យាបណ្ដុំបណ្ដាលនៅទីនេះថ្ងៃនេះជាថ្ងៃទី3ហើយសូមឲ្យខ្ញុំនិងលោកគ្រូអ្នកគ្រូត្រឡប់ទៅមូលដ្ឋានឬក៏ទៅកន្លែងសហគមន៍របស់លោកគ្រូវិញយើងបានការងារជាជោគជ័យដល់នេះសូមឲ្យព្រះអង្គប្រទានបញ្ញាប្រទានការចងចាំដល់លោកគ្រូនិងអ្នកគ្រូដើម្បីទៅអនុវត្តនៅកន្លែងនីមួយៗដើម្បីឲ្យយើងមានគុណភាពដើម្បីឲ្យយើងមានការរីកចម្រើននៅទីនោះបងតែបងបាទអញ្ចឹងអរគុណច្រើនដោយសារពេលវេលាសូមបញ្ចប់ការចែកចាយពីបន្ទូលដល់នឹងសូមអរគុណសូមអរគុណ